សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូខ្ញុំទៅលេងផ្ទះមីងខ្ញុំនៅពេលដែលខ្ញុំទៅឆេងលេងនៅស្រុកនៅតកៅនិយាយទៅផ្ទះគាត់នៅក្រោយផ្ទះគាត់ហ្នឹងគឺមានដើមជពូតែពីរដើមឯងប៉ុន្តែផ្លែវិញបាញ់និយាយទេបាក់មែកបាក់ធៀងផ្លែច្រើនមែនតើប៉ុន្តែគ្រាន់ថាវាមានតកៅដែរវាមិនមែនគួរល្អទាំងអស់ទេផ្លែនេះណាប៉ុន្តែវាផ្លែច្រើនមែនតើបើសិនជាវាអត់មានតកៅទាំងអស់មិនដឹងជាល្អយ៉ាងណាទេប៉ុន្តែវាមានតកៅខ្លះដែរចឹងធ្វើមិនរបស់វាធម្មជាតិយើងអត់មានប្រើថ្នាំបាញ់អីចឹងណាចឹងវាមានតកៅខ្លះហើយប៉ុន្តែយើងនៅតែអាចហូបបានខ្លះដែរចឹងណាហើយខ្ញុំក៏បានធ្វើការបេះយកមកភ្នំពេញបេះយកមកភ្នំពេញបេះប្រហែលជាបានពីស្បោងធំដែរចែកញាតិជិតខាងចែកមិត្តភ័ក្តិបងប្អូនអីចឹងណានិយាយទៅឃើញរបស់ល្អធម្មជាតិចឹងជាតែចង់បេះយកមកចែកបងប្អូនមិត្តភ័ក្តិអីចឹងទៅប៉ុន្តែគាត់ថារបស់ធម្មជាតិវាមានលីដង្កូវខ្លះចឹងដែរចឹងណាវាផ្លែបាក់មេឃឃើញផ្លែច្រើនមែនតើដល់ពេលឃើញហើយវាខ្វាកចង់តែបេះយកមកហើយច្រើនទៅនេះប៉ុន្តែដោយសារពេលវេលាវារៀងបញ្ញាប់មកពេញដែរថ្ងៃហ្នឹងត្រូវយកកូនទៅប្រឡងការ៉ាតេដល់ពេលចឹងទៅនៅអត់បានយូរកុំអីបេះបានច្រើនជាងនឹងទៀតយកមកចាវីដេអូបេះផ្លែជពោមានតែប៉ុណ្្នឹងដែរគ្រាន់តែថាធ្វើជាវីដេអូដើម្បីទុកជាអនុស្សាវរីយ៍ទៅឆ្នាំក្រោយតទៅមុខទៀតទុកមើលក្រាន់រំលឹកឡើងវិញចឹងនៅក្នុង Facebook ពួកអីតែកាលណាយើងអត់បានថតអត់បានផុសទេយើងអត់មានអី alert មកឆ្នាំក្រោយសម្រាប់មើលទេទេចឹងតើមានឱកាសយើងចេះតែធ្វើលេងថតជាវីដេអូបញ្ចូលសំឡេងដើម្បីទុកមើលនៅឆ្នាំក្រោយតទៅមុខទៀតចឹងសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូនេះ